មុនដំបូងអ្នកទាំងអស់គ្នាត្រូវ save file Excel មួយហ្នឹងគឺជា CSV អញ្ចឹងខ្ញុំធ្វើការ save ខ្ញុំចុច file save as ហើយរើស browser ដែលអ្នកទាំងអស់គ្នាចង់ទុក file មួយហ្នឹងអញ្ចឹងខ្ញុំដាក់នៅក្នុង desktop ចុះដើម្បីស្រួលរកអញ្ចឹងអ្នកទាំងអស់គ្នាដាក់ឈ្មោះវាមកអញ្ចឹងខ្ញុំដាក់ឈ្មោះថា delta 1បន្តមកទៀតអ្នកទាំងអស់គ្នារើសប្រភេទ file ដែលអ្នកទាំងអស់គ្នាចង់ save ជាអីនៅក្នុងនេះយើង save ជា CSV អញ្ចឹងយើងយកមកនេះ CSV យកមកហើយចុច save បន្តមកទៀតយើងនឹងចូលទៅក្នុង Air នេះខ្ញុំសរសេរនៅក្នុង scope អញ្ចឹងខ្ញុំតាំងវាដោយ data អក្សរធំនៅពីមុខចុះហើយស្មើឲ្យវា read នេះ read.csv ហើយវាយពាក្យថា file .choose ហើយក្បៀស1 header ស្មើ true បន្តមកទៀតអ្នកនរគ្នា run code មួយនឹងមក select ហើយចុច run បង្ហាញទៅរកកន្លែងដែលយើង save file មិញអញ្ចឹងយើងយក draw file ដែលយើងបាន save មិញអញ្ចឹងខ្ញុំទុកនៅក្នុង desktop វាឈ្មោះថានេះអញ្ចឹងខ្ញុំ open វាមកនេះវាជោគជ័យហើយអញ្ចឹងខ្ញុំគ្រាន់តែវាយនៅក្នុង console delta ថា delta បន្តមកទៀតចុច enter នេះវានឹងចេញតម្លៃឲ្យយើង